ទីហ៊ានចំនួន23នាក់ត្រូវបានសម្លាប់នៅតំបន់លេកឆាតប្រទេសឆាតដោយសារការវាយប្រហាររបស់ក្រុមបូកូហារ៉ាំយ៉ាងហោចណាស់មានចំនួន23នាក់ត្រូវបានសម្លាប់និង26នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់ក្រុមបូកូហារ៉ាំលើប៉ុស្តិ៍យោធាមួយនៅក្នុងតំបន់លេកឆាតរបស់ប្រទេសឆាតយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារម្សិលមិញនេះថាក្រុមប្រដាប់អាវុធដែលមានមូលដ្ឋាននៅនីសេរីយ៉ាបានបង្កការគំរាមកំហែងជាយូរមកហើយនៅជុំវិញតំបន់លេកឆាតដែលមានទីតាំងនៅប្រសព្វនៃប្រទេសកាមេរូនឆាតនិងនីសេរីយ៉ាដោយបានវាយប្រហារកាលពីយប់ថ្ងៃច័ន្ទនៅលើកោះបាកាតូឡូរ៉ូមរបស់ប្រទេសឆាតប្រធានាធិបតីប្រទេសឆាតលោកម៉ាហាម៉ាត់អ៊ីឌ្រីដេប៊ីអ៊ីណូបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញនេះថាជាថ្មីម្ដងទៀតក្រុមភេរវកបូកូហារ៉ាំបានធ្វើការវាយប្រហារកាលពីយប់មិញលើមូលដ្ឋានយោធារបស់យើងនៅឯបាកាតូឡូរ៉ូមលោកមានប្រសាសន៍ថាយើងនឹងបន្តការប្រយុទ្ធដោយការបដិញ្ញាចិត្តជាថ្មីរហូតដល់ការគំរាមកំហែងនេះត្រូវបានលុបបំបាត់ទាំងស្រុងទីហ៊ានឆាឌៀនបានទទួលរងនៅការបាញ់ប្រហារកាន់តែខ្លាំងឡើងពីក្រុមបូកូហារ៉ាំក្នុងតំបន់លេកឆាតជាមួយនឹងការវាយប្រហារកាលពីខែតុលាឆ្នាំ2024បានសម្លាប់ទីហ៊ានប្រហែល40នាក់នៅក្នុងជួរកងទ័ពឆាឌៀនប៉ុន្មានខែថ្មីនេះក៏មានការកើនឡើងនៃការវាយប្រហារដោយបកពួក JAS របស់ក្រុមនេះរួមទាំងការចាប់ពង្រត់និងការវាយប្រហារលើទីតាំងកងទ័ពកម្រិតខ្ពស់ជាពិសេសនៅលើកោះនិងតាមបណ្ដោយឆ្នេរសមុទ្ររបស់ប្រទេសនីសេរីយ៉ាជាការឆ្លើយតបទៅនឹងការវាយប្រហារនៅខែតុលាឆ្នាំ2024លោក Debby បានបើកការវាយលុកមួយទៀតដែលគាត់បានសន្យាថានឹងដឹកនាំផ្ទាល់នៅលើដីសម្រាប់រយៈពេល2សប្តាហ៍បន្ទាប់ពីការវាយលុកនោះបានបញ្ចប់នៅក្នុងខែកុម្ភៈឆ្នាំមុនកងទ័ពបាននិយាយថាក្រុមបូកូហារ៉ាំលែងមានទីជម្រកនៅលើទឹកដីឆាឌៀនទៀតហើយកោះនិងវាលភក់របស់លេកឆាតក៏បម្រើជាទីជម្រកសម្រាប់ក្រុមបំបីខ្លួនរបស់ក្រុមបូកូហារ៉ាំដែលជាសាខារបស់ក្រុម ISIL នៅអាហ្វ្រិកខាងលិចប្រទេសអាហ្វ្រិកកណ្ដាលដែលមិនមានផ្លូវគោកបានប្រឈមមុខនឹងអធិរភាពជាច្រើនឆ្នាំដែលបានធ្វើការបះបោរឡើងវិញបកពួកប្រដាប់អាវុធនិងរដ្ឋប្រហារទោះបីជាមានទ្រព្យសម្បត្តិប្រេងក៏ដោយការជាប់គាំងសេដ្ឋកិច្ចនិងអាកាសធាតុដ៏អាក្រក់បានចាត់ទុកប្រទេសឆាតក្នុងចំណោមប្រទេសក្រីក្របំផុតនៅក្នុងទ្វីបអាហ្វ្រិកមួយនេះសបផ្សាយពាណិជ្ជកម្មនៅវិទ្យុថោន FM 102.25 MHz សូមទំនាក់ទំនងមកលេខទូរស័ព្ទឬ Telegram 010 93 77 77